Facebook បងប្អូនណាបើមិនចង់ឲ្យគេ hack ស្រួលៗបងប្អូនត្រូវចាក់សោតង់ទី2 Facebook មានកន្លែងចាក់សោតង់ទី2បងប្អូនមកណែមកចាំបញ្ជនប្រាប់អត់មានអីបាយបងប្អូនជាដំបូងបងប្អូនត្រូវមាន app នេះបងប្អូននេះ app Authenticator នេះបងប្អូនចូល download ក្នុង App Store ណាបងប្អូនវាយ App Store ចូលឡើង search នេះ search បងប្អូនវាយពាក្យហ្នឹងមកចាំខ្ញុំដាក់ក្នុង comment ជូនបងប្អូន Authenticator ហ្នឹងអាហ្នឹងផន Google បងប្អូននេះផន Google ណាអានេះខ្ញុំ download ហើយខ្ញុំ open ណាហើយបងប្អូនចូលមក Facebook បងប្អូនចូលមកក្នុង app Facebook នេះចូលមកក្នុង app Facebook មក app Facebook ហ្នឹងបងប្អូនចូលកន្លែង menu ហើយបងប្អូនសូមរកកន្លែងពាក្យ setting នេះក្នុង setting ណា setting ហើយបងប្អូននេះចូលកន្លែង account center នេះនៅក្នុងនេះបងប្អូនសូមចុចមកចុច account center មកសូមបងប្អូនអូសមកខាងក្រោមរកកន្លែង khel នេះ password and security ហើយសូមបងប្អូននេះ two factor authentication នេះបងប្អូនចុចមកហើយបងប្អូនរើសយក account Facebook បងប្អូនមកបងប្អូនរើសយក account Facebook នេះចាក់សោមួយនេះយើងប្រើតាមហ្នឹងណាអាហ្នឹងផន Google ណាយើងចុចហើយបងប្អូនសូមចុច next បងប្អូនចុច next ហើយសូមបងប្អូន copy code នេះបងប្អូន copy ហើយបងប្អូនចូលទៅ app វិញ authentication ណានេះចូលមកក្នុងនេះមកបងប្អូនចុចកន្លែងនេះបូកហើយបងប្អូនយកពាក្យថា enter a setup key ហើយបងប្អូនផាស key ហ្នឹងមកផាស key ហ្នឹងហើយបងប្អូនដាក់ឈ្មោះអីដាក់ឲ្យបងប្អូនចំណាំណាដាក់ឈ្មោះអីដាក់ទៅបាទដាក់ឈ្មោះឲ្យបងប្អូនបាននេះឃើញបានកូដទេបងប្អូនសុំ copy គឺលេខកូដហ្នឹងណា copy យកទៅដាក់នៅក្នុង Facebook មិញដែលយើងនេះធ្វើណា copy មកចុចមួយមក copy នេះវា copy ណាហើយបងប្អូនចូលមកក្នុង Facebook វិញចូលមកក្នុង Facebook សូមបងប្អូនចុច next បងប្អូនចុច next បងប្អូនដាក់លេខកូដមិញមកផាសលេខកូដមិញណាបងប្អូននេះផាសមកលេខកូដហ្នឹងមក next មករួចជាការស្រេចទេបងប្អូនហេចាប់ឲ្យជាប់ឲ្យបាននេះអាហ្នឹងចាក់សោជាប់តង់ទី2បងប្អូនអរគុណបងប្អូនទាំងអស់គ្នា